បាទសូមគោរពនឹងជំរាបសួរទៅដល់មិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់បាទថ្ងៃនេះខ្ញុំចាប់ផ្ដើមចែករំលែកទៅនឹងមេរៀនមួយដែលយើងសិក្សាទៅលើសំឡេងនៃតួអក្សរនៅក្នុងភាសាអង់គ្លេសបាទសម្រាប់ជាសំឡេងក្នុងការប្រកបអាននៅភាសាអង់គ្លេសកម្រិតដំបូងណាបាទអញ្ចឹងខ្ញុំលើកមកពីអក្សរ A រហូតដល់អក្សរ C ចប់ទាំងតួអក្សរភាសាអង់គ្លេសទាំងអស់តែម្ដងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមទៅតាមដានជាមួយខ្ញុំបាទខ្ញុំចាប់ផ្ដើមពីអក្សរ A រហូតដល់អក្សរ Z ណាបាទអញ្ចឹងតាមដានជាមួយខ្ញុំបាទដូចតទៅបាទអញ្ចឹងសំឡេងទី1គឺសំឡេង A បាទ A នេះគឺសំឡេង A ណាបាទដូចជាពាក្យនេះ apple ណាបាទ apple នេះគឺជានិមិត្តសញ្ញាសំឡេងនៃពាក្យ apple ណាបាទយើងប្រែថាផ្លែប៉ោមណាបាទ B សំឡេង b B សំឡេង b ណាបាទពាក្យនេះយើងអានថា ball ហើយនេះជានិមិត្តសញ្ញានៃពាក្យ ball ណាបាទ b all ball បាទហើយសូមបញ្ជាក់ម្ដងទៀតនិមិត្តសញ្ញាសំឡេងទាំងអស់នេះក៏មាននៅក្នុង channel YouTube របស់ខ្ញុំបានផងដែរបាទបើសិនជាពុកម៉ែបងប្អូនចង់ស្វែងយល់បន្ថែមសូមចូលទៅកាន់វីដេអូដំបូងរបស់ខ្ញុំគឺខ្ញុំមានដល់4មេរៀនបាទទាក់ទងទៅនឹង phonetic symbol បាទអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងទៅមុខទៀតណាបាទ C នេះជាសំឡេងខណាបាទខឬសណាបាទប៉ុន្តែពេលនេះជាសំឡេងខដោយសារតែនៅបន្ទាប់វាគឺអក្សរ A បើសិនជាសំឡេងសនៅបន្ទាប់វាគឺអក្សរI E Y អាហ្នឹងគឺសំឡេងសឯណាបាទអញ្ចឹងអានេះអក្សរ A គឺសំឡេងខបាទខ enter kate បាទសាច់ឆ្មាទី4យើងមើល letter D D នេះជាសំឡេង D ណាបាទ D D A G dog បាទយើងប្រែថាសត្វឆ្កែណាបាទពាក្យនេះ E គឺសំឡេង egg ណាបាទ egg egg បាទ egg ខ្ញុំប្រែថាសុទ្ធណាបងមន់បងទាហ្នឹងបាទគឺ egg ឯណាបាទគឺ letter F គឺសំឡេង f ណាបាទថ្មិញលើដាក់លើបបោមកខាងក្រោមហើយអាន f បាទ fish បាទសត្វត្រីណាបាទមច្ឆាបាទអញ្ចឹងយើងបន្តទៅទៀត G ណាបាទ FG G គឺសំឡេង g ណាដូចជាពាក្យនេះបាទយើងអានថា goat បាទសត្វពពែណា goat ពពែ H សំឡេង h ណាបាទ h and head បាទប្រែថាមួកបាទអក្សរ I នេះគឺសំឡេង I ណាបាទ ing ណាបាទ ink បាទយើងប្រែថាទឹកខ្មៅទឹកពណ៌បាទ ing ណាបាទអក្សរ J គឺសំឡេងមិន J គឺសំឡេងចណាបាទចណាបាទចអែមចាមបាទសូមអធិស្ឋានចាមនេះយើងប្រែថាដំណាប់ឬក៏បាទទឹកជ្រលក់ណាបាទចែមយើងប្រែថាដំណាប់ឬក៏ទឹកជ្រលក់បាទសូមអធិស្ឋានណានេះដាក់បាទបកប្រែខុសបាទសូមអធិស្ឋានផងណាបាទអញ្ចឹងមុំអញ្ចឹងយើងអត់ប្រែថាមុំទេណាសូមអធិស្ឋាននៅពាក្យហ្នឹងគឺយើងប្រែថាដំណាប់ឬក៏ទឹកជ្រលក់ណាចែមណាបាទជេសំឡេងចណាបាទសូមអធិស្ឋានណាបាទនេះខុសណាបាទខបាទខសំឡេងខI ថខាយណាបាទខាយយើងប្រែថាខ្លែងបាទស្គាល់អីខ្លែងបាទហើយអក្សរ L គឺសំឡេងលណាបាទលអេង leg បាទប្រែថាជើងបាទអញ្ចឹងយើងទៅមើលបន្តទៀតគឺអក្សរ M M គឺសំឡេងមណាបាទមអែមអែន man ខ្ញុំប្រែថាបូ Ross បាទអក្សរ N គឺសំឡេងណណាបាទ N គឺសំឡេងណ nose nose បាទប្រែថាច្រមុះណាបាទ O សំឡេងអណាបាទឬក៏សំឡេងអណាបាទ O សំឡេងអនៅទីពាក្យនេះ orange orange បាទផ្លែក្រូច orange ឬក៏ពណ៌ទឹកក្រូចណាបាទហើយចំណុចនេះទៀតគឺអក្សរ P គឺសំឡេងផអេណ pain ប្រែថាប៊ិចបាទហើយអក្សរ Q គឺសំឡេងខ្វណាបាទខ្វបាទ KW នេះខ្វនឹងវខ្វណាបាទខ្វនេះ Q នេះខ្វ
queen queen បាទរាជនីព្រះមហារាយានីណាបាទឬក៏ស្ដេចស្រីបាទ queen ណាបាទនេះគឺសំឡេងរណាបាទនេះគឺពាក្យដើមហើយនឹងនិមិត្តសញ្ញាសំឡេងដូចគ្នាណា rate បាទក្រហមពណ៌ក្រហមណាបាទអក្សរ s សំឡេង s បាទ s បាទ s បាទគឺថ្មិញប៉ះគ្នាហើយអានណាគឺសអនសាន់ណាប្រើថាព្រះអាទិត្យបាទហើយចំណុចមួយទៀតគឺចំណុចបញ្ចប់គឺសំឡេងអក្សរ t គឺសំឡេងថណាដែលជាពាក្យនេះយើងអានថា table ណា table បាទនេះមិនសញ្ញាសំឡេងនៃពាក្យសំឡេងថណាបាទហើយ u សំឡេងណាបាទយើងមើលនេះពាក្យនេះ umbrella ណា umbrella ប្រែថាឆ័ត្រណាបាទ v សំឡេង v ថ្មិញលើដាក់លើបបោមកខាងក្រោមហើយអានណា v សំឡេង v ណាបាទ van van ណាឡានដឹកតំដុំនេញឡានដឹកទំនិញណាបាទ van van ឡានដឹកទំនិញណាបាទ w សំឡេង v ទៅទេ v អានេះ v អានេះ v ណាបាទសំឡេងខុសគ្នាណាបាទ v បាទ window បាទយើងប្រែថាបងអួយណាបាទអក្សរ x គឺសំឡេង ks មានតែខនិងសណាគឺ x បាទ x បាទ x បាទដូចជាពាក្យនេះ box បាទ box ប្រអប់ឬក៏ដាល់ណាបាទអក្សរ y មិនចេញសំឡេង y អក្សរយ y វអីទេណាបើគឺសំឡេងយណាបាទដូចអក្សរ j ហ្នឹងណានិមិត្តសញ្ញាដូចអក្សរ j អញ្ចឹងប៉ុន្តែជាសំឡេងយបាទដូចជាពាក្យនេះ yellow ណា yellow ប្រែទៅពណ៌លឿងណាបាទ z សំឡេង z ណា z ថ្មិញប៉ះគ្នាឲ្យអាន zebra ណា zebra យើងប្រែថាសេបងកងណាបាទនេះជានិមិត្តសញ្ញាសំឡេងនេះជាពាក្យដើមណាបាទយើងតតែមើលនិមិត្តសញ្ញាសំឡេងហ្នឹងបាទយើងអានត្រូវបាទបើសិនជាយើងអត់មើលនិមិត្តសញ្ញាសំឡេងទេយើងប្រកបអានគឺយើងពិបាកបន្តិចណាបាទនេះគឺជាសំឡេងនៃពាក្យដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះបាទអញ្ចឹងខ្ញុំ review ម្ដងទៀតណាខ្ញុំបាទលំនឹកម្ដងទៀតសូមបងប្អូនមិត្តអ្នកសិក្សាភាសាអង់គ្លេសអានតាមខ្ញុំណាបាទ a a b b c k d d e h បាទ h បាទ f បាទយើងទៅមើលតទៀត g g h h i i j j k k l l បាទ m m n o o p p q q r s s បាទ s ណាបាទ t t u r v v w v x y y z z ណាបាទនេះគឺជាសំឡេងនៃតួអក្សរនៅក្នុងភាសាអង់គ្លេសទាំង25 6បាទអញ្ចឹងសូមពុកម៉ែបងប្អូនព្យាយាមបាទមើលវាដើម្បីដឹងថាអក្សរមួយសំឡេងអីអក្សរអីសំឡេងអីណាបាទយើងព្យាយាមមើលវាទៅដើម្បីយើងងាយស្រួលក្នុងការប្រកបអានក៏ប៉ុន្តែយើងមិនអាចជៀសផុតពី phonetic symbol ទេបាទបើយើងមើលទៅបានយើងអានរៀងត្រឹមត្រូវទាំងជាងណាបាទអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយបើសិនជាពេញចិត្តសូមជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗទៀតណាបាទអញ្ចឹងអរគុណច្រើនណាស់បាទសូមអរគុណសូមជម្រាបលា